Và thứ sẽ luôn phong đọc nghĩa phát của một căn channelរបស់ខ្ញុំក្នុងវីដេអូនេះគឺយើងនឹង config Wi-Fi hotspot នៅលើ Magnetic router អូខេ router របស់ខ្ញុំនេះport 1ដែលជា WAN port ហ្នឹងជាប់ទៅអ៊ីនធឺណិតហើយ port 2ជាប់មកកាន់ switch ឬក៏នេះជា universal point ក៏បានដែរហើយជាប់មកនេះជា laptop ក៏បានឬក៏ជា desktop ក៏បានហើយជាប់តាមរយៈខ្សែក៏បានឬក៏តាម Wi-Fi ដោយយើងប្រើ password ក៏បានដែរអូខេport 2នេះ Ethernet 2នឹងយកមកទៅពី 8.1.1 អូខេយើងធ្វើនៅលើ IP ហ្នឹងគឺជាមួយនឹង port Ethernet 2អូខេយើងទៅ login មកតិចអស់គ្នាបងយើងត្រូវទៅបង្កើត bridge បងដាក់ឈ្មោះអីក៏បានដាក់តែ bridge ហ្នឹងដាក់ bridge LAN ហ្នឹងយើងធ្វើនៅport 2ខ្ញុំបងប្អូនដាក់ port 2នេះពីលើ bridge LAN ហ្នឹងទៅបងប្អូនទៅដាក់ IP address លើ bridge 1.1/24យើងយកធ្វើ DHCP នៅពេលដែល user connect ទៅបាន IP auto VLAN បោះពី100ទៅបងប្អូនចង់បោះពីប៉ុន្មានក៏បានដាក់ DNS ដាក់តម្រងក៏បានយើងទៅមើល DHCP វិញទទួលបានWindows 8 VM config release ហើយយើងបាន IP នេះយកតាមបាន Internet hotspot ទៅយើងទៅធ្វើ hotspot នេះទៀត hotspot មក hotspot setup bridge LAN ហើយបងប្អូនត្រូវ click ដើម្បីឲ្យ user ពេល connect hotspot ហើយគាត់បាន internetដាក់បងប្អូនដាក់ domain នេះក៏បានដាក់កម្ពុជាជាន់domain នៅលើ website អូខេ
ដើម្បីយើង login ចូល user ដោយប្រើ hotspot ដោយប្រើ user មួយទៀតគឺត្រូវលុប user លេខ1ចេញហើយយើងលុប user លេខ1ហ្នឹងយើងទៅlogin ហើយវាសារ user មួយគឺយើងលុបចេញហើយអញ្ចឹងយើង login user មួយ login វិញកើតhotspot មានន័យថាយើងផ្ដល់ username ហើយនិង password ហើយរយៈពេលប៉ុន្មានឲ្យគាត់ប្រើអ៊ីនធឺណិតហើយល្បឿនប៉ុន្មានអញ្ចឹងណាបងប្អូនឥឡូវអូខេឥឡូវខ្ញុំតេស្ត login ជាមួយ user 2របស់បងប្អូនមើលhotspot គឺបាត់ហើយគឺមានន័យថាយើងកំណត់ល្បឿនរយៈពេលគាត់ប្រើបានប្រហែលអានេះគ្រាន់តែជា basic ក្នុងការយើងរៀនពីការធ្វើ hotspot ហើយនឹងតាមម៉េចទៅដល់ពេលដែលយើងចង់កំណត់ឲ្យ user គាត់ប្រើបានរយៈពេលប្រហែលថ្ងៃហ្នឹងគឺយើងឲ្យ username និង password គាត់ random រហូតមានន័យថានៅពេលដែល user នេះនៅតែមាននៅលើនេះអញ្ចឹង user គាត់នៅតែប្រើបានរហូតដែរអញ្ចឹងបើយើងលេងគាត់ប្រើគឺយើងត្រូវលុបនៅកន្លែង user នេះចេញចប់ប៉ុណ្ណឹងបងប្អូនសូមជួយ subscribe channel របស់ខ្ញុំ